សេចក្តីជូនដំណឹងស្តីពីការដាក់ឲ្យអនុវត្តអនុក្រឹត្យស្តីពីការផាកពិន័យចំពោះអំពើល្មើសនិងច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនាយកកគណនេយ្យនិងសវនកម្មនគរសនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារសូមជូនដំណឹងដល់ម្ចាស់សហគ្រាសប្រធានអង្គភិបមិនស្វែងរកប្រាក់ចំណេញគណនេយ្យករសវនករភាគីពាក់ព័ន្ធនិងសាធារណជនទាំងអស់ឲ្យបានជ្រាបថាអនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី19កាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2023និងអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារអសហអនុក្រឹត្យលេខ79អនក្របកចុះថ្ងៃទី1ខែមិថុនាឆ្នាំ2020ស្តីពីពិន័យអន្តរការចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្មត្រូវធ្វើវិសោធនកម្មជាលទ្ធផលអនុក្រឹត្យលេខ102អនក្របកចុះថ្ងៃទី25ខែឧសភាឆ្នាំ2026ស្តីពីការផាកពិន័យចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្មត្រូវបានដាក់ឲ្យអនុវត្តនិងត្រូវជំនួសអនុក្រឹត្យលេខ79អនក្របកចុះថ្ងៃទី1ខែមិថុនាឆ្នាំ2020ស្តីពីពិន័យអន្តរការចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនាយកកគណនេយ្យនិងសវនកម្មនឹងធ្វើការផ្សព្វផ្សាយអនុក្រឹត្យនេះក្នុងពេលឆាប់ខាងមុខនេះសេចក្តីដូចបានជម្រាបជូនខាងលើសូមម្ចាស់សហគ្រាសប្រធានអង្គភិបមិនស្វែងរកប្រាក់ចំណេញគណនេយ្យករសវនករភាគីពាក់ព័ន្ធនិងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាននិងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវខ្ពស់